តៃវ៉ាន់បដិញ្ញាការពារអធិបតេយ្យភាពក្រោយសមយុទ្ធយោធារបស់ចិនតៃប៉ែមេដឹកនាំតៃវ៉ាន់លោកឡាយជីងតើនៅថ្ងៃប្រហ័សទី1ខែមករាឆ្នាំ2026នេះបាននិយាយថាកោះតៃវ៉ាន់បានបដិញ្ញាចិត្តដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនហើយពង្រឹងសមត្ថភាពការពារជាតិបន្ទាប់ពីចិនធ្វើសមយុទ្ធជុំវិញកោះតៃវ៉ាន់នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reutersនៅក្នុងសន្ទរកថាអបអរសាទរឆ្នាំថ្មីផ្សាយចេញពីការិយាល័យមេដឹកនាំតៃវ៉ាន់នៅក្នុងទីក្រុងតៃប៉ែលោកឡាយបានលើកឡើងថាសហគមន៍អន្តរជាតិកំពុងតាមមើលថាតើប្រជាជនតៃវ៉ាន់មានការបដិញ្ញាចិត្តដើម្បីការពារខ្លួនឯងឬយ៉ាងណាលោកឡាយបានគូបញ្ជាក់ថានៅក្នុងនាមជាប្រធានាធិបតីខ្ញុំតែងតែបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់ខ្ញុំដើម្បីការពារដាច់ខាតនៅអធិបតេយ្យភាពជាតិនិងពង្រឹងសមត្ថភាពការពារជាតិលោកបន្តថាតៃវ៉ាន់ចាំបាច់ត្រូវតែបង្កើនកញ្ចប់ថវិកាយោធាជាមួយនឹងការជំរុញឲ្យគណៈបកប្រឆាំងគាំទ្រផែនការរបស់លោកក្នុងការជំរុញការចំណាយរបស់តៃវ៉ាន់លើកញ្ចប់ថវិកាយោធា$40,000 លានជាសំណើមួយដែលកំពុងជាប់គាំងក្នុងសភាជាទីដែលក្រុមគណៈបកប្រឆាំងតៃវ៉ាន់កំពុងក្តាប់សម្លេងភាគច្រើនគូបញ្ជាក់ថាលោកឡាយក៏បានលើកឡើងផងដែរអំពីការព្រមានដែលថាលោកប្រធានាធិបតីស៊ីជីនពីងបានចេញបញ្ជាឲ្យយោធាចិនត្រៀមលក្ខណៈឲ្យបានរួចរាល់ដើម្បីវាយយកតៃវ៉ាន់នៅក្នុងឆ្នាំ2027ដូច្នេះសម្រាប់លោកឡាយនៅឆ្នាំ2026នេះនឹងក្លាយជាពេលវេលាដ៏សំខាន់មួយសម្រាប់តៃវ៉ាន់ហើយតៃវ៉ាន់ត្រូវតែត្រៀមផែនការសម្រាប់ស្ថានភាពអាក្រក់ប៉ុន្តែលោកនៅតែសង្ឃឹមសម្រាប់រឿងល្អៗសូមអរគុណ